រឿងចុះទឹកក្រពើឡើងលើខ្លាធម្មជាតិដ៏ស្រស់ស្អាតនៅថ្ងៃដ៏ល្អរបស់សត្វទន្សាយកំពុងតែធ្វើដំណើរនៅលើដងផ្លូវធម្មជាតិស្រស់ស្អាតនិងមានសំឡេងសត្វជុំនៅជុំវិញខ្លួនទន្សាយរីករាយជាខ្លាំងនៅអាកាសធាតុដ៏ត្រជាក់ស្រួលពេលកំពុងតែធ្វើដំណើរបណ្ដាក៏ក្រឡេកឃើញត្រពាំងទឹកមួយដ៏ស្រស់ស្អាតពីចម្ងាយទន្សាយរីករាយជាខ្លាំងនៅក្បែរព្រៃនៅទីនោះក៏មានសត្វខ្លាមួយដែលកំពុងតែស្រែកឃ្លានអាហារជាច្រើនថ្ងៃភ្នែកវារំពៃមើលជុំវិញខ្លួនក្រែងប្រទះសត្វណាដែលវាអាចចាប់ជាអាហារបានមើលទៅឆ្ងាយក៏ឃើញអ្វីម្យ៉ាងដែលជាអ្វីដែលវាចង់បានក្នុងត្រពាំងទឹកដ៏តូចនោះមានសត្វក្រពើជាច្រើនក្បាលកំពុងតែស្វែងរកចំណីហើយបណ្ដែតខ្លួននៅលើផ្ទៃទឹកដោយសម្លឹងមើលថាមានអាហារណាដែលអាចឲ្យវានឹងស៊ីបានឬទេថ្លែងពីសត្វទន្សាយក៏ធ្វើដំណើរសំដៅទៅត្រពាំងទឹកដើម្បីលេងទឹកនៅទីនោះរំពេចនោះស្រាប់តែឃើញខ្លាមួយក្បាលស្ទុះចេញមកពីព្រៃក្បែរនោះសំដៅរកវាគិតនៅក្នុងចិត្តថាតើធ្វើយ៉ាងម៉េចគួរតែហក់ចូលទឹកដើម្បីគេចផុតក្រឡេកទៅក្នុងទឹកស្រាប់តែឃើញសត្វក្រពើមួយក្បាលកំពុងហាមាត់សត្វទន្សាយគិតនៅក្នុងចិត្តថាអញពិតជាមិនរស់ទេស្រាប់តែមានសត្វគីងកុងមួយក្បាលហក់មកខំខ្លានោះក្រពើឃើញហើយក៏លឹបខ្លួនចូលទៅក្នុងទឹកបាត់ទៅទន្សាយត្រេកអរជាខ្លាំងភ័យផងក៏រត់ចេញពីទីនោះមកសំដៅកន្លែងសុវត្ថិភាពដើរតាមផ្លូវបណ្ដាក៏គិតនៅក្នុងចិត្តថាអញសំណាងណាស់ថ្ងៃនេះបានជួបនឹងសត្វដ៏អាក្រក់ទាំងពីរហើយក្រពើនិងខ្លាតែមិនស្លាប់ដែលព្រោះគីងកុងបានមកជួយទាន់ដើរតាមផ្លូវក៏ជួបនឹងមិត្តសម្លាញ់របស់ទន្សាយគឺទន្សាយញីពួកគេបានសួរគ្នាហើយទន្សាយនោះបានប្រាប់រឿងរ៉ាវដល់មិត្តសម្លាញ់របស់ខ្លួនអំពីអ្វីដែលវាបានជួបហើយទន្សាយញីដែលជាសម្លាញ់នោះក៏បានឆ្លើយទៅទន្សាយឈ្មោះថាឯងសំណាងហើយដែលឯងមិនខ្លាចជាចំណីរបស់សត្វក្រពើឬសត្វខ្លាដ៏អាក្រក់នោះអរគុណសត្វគីងកុងដែលបានជួយឯងទន្សាយទាំងពីរក៏អៀកកគ្នាធ្វើដំណើរត្រឡប់ទៅកន្លែងដែលវារស់នៅវិញ